រឿងខ្មោចយក្សនិងក្មេងតូចអានិសង្សនៃការរលឹកនៅពុទ្ធគុណក្នុងពុទ្ធកាលមានបុរសសម្មាទិដ្ឋិម្នាក់រកស៊ីកាប់អុសលក់ថ្ងៃមួយបាននាំកូនតូចទៅកាប់អុសជាមួយផងដល់ពេលល្ងាចបានអុសពេញរទេះហើយនាំកូនបរមកផ្ទះចិត្តដល់នគរបានដោះគោឲ្យលែងស៊ីស្មៅហើយនាំកូនដេកលេងលើដីខ្ពស់មួយក្បែររទេះឯគោទាំងពីរដឹងថាពេលល្ងាចហើយក៏នាំគ្នាដើរចូលទៅក្នុងនគរបុរសនោះមកផ្ទះរកគោមិនឃើញក៏ឲ្យកូននៅចាំរទេះហើយដើរចូលទៅរកគោក្នុងនគរពួកទ្វារបាលកាលបើដល់ពេលហើយក៏បិទទ្វារនគរទៅបុរសនោះពុំអាចចេញមកជួបនឹងកូនបានឡើយវេលាយប់នោះមានខ្មោចយក្សពីររូបមួយសម្មាទិដ្ឋិមួយមិច្ឆាទិដ្ឋិជាសម្លាញ់នឹងគ្នានាំគ្នាទៅរកចំណីអាហារក៏បានឃើញក្មេងតូចដេកក្រោមរទេះខ្មោចយក្សមិច្ឆាទិដ្ឋិនិយាយថាអញចាប់កុមារនេះស៊ីឥឡូវខ្មោចយក្សសម្មាទិដ្ឋិនិយាយខាត់ថាកុំអ្នកមិនត្រូវធ្វើយ៉ាងនេះទេព្រោះហេតុកុមារនេះតែងតែរលឹកគុណដល់ព្រះពុទ្ធថានមោតស្សៈដូច្នេះរាល់ពេលវេលាពុំដែលតាច់ខ្មោចយក្សមិច្ឆាទិដ្ឋិមិនស្ដាប់ស្ទុះទៅចាប់បំរុងបរិភោគកុមារភ្ញាក់ឡើងភ្លាត់មាត់ស្រែកថានមោតស្សៈនមោតស្សៈញាប់មាត់ដូចពពៈចារឹកដែលខ្លួនធ្លាប់សន្សំមកយូរហើយខ្មោចយក្សមិច្ឆាទិដ្ឋិគ្រាន់តែឮនមោតស្សៈដូច្នោះក៏ភ័យតក់ស្លុតលែងកុមារនោះទៅវិញហើយថយមកឈរក្នុងទីដ៏ឆ្ងាយកាលនោះខ្មោចយក្សសម្មាទិដ្ឋិនិយាយបំភ័យថាអំពើដែលអ្នកធ្វើនេះមានទោសធំណាស់ហាក់ដូចជាប្រមាថមើលងាយព្រះពុទ្ធអ្នកឯងត្រូវទទួលទណ្ឌកម្មទើបរួចទោសអ្នកឯងត្រូវទៅរកអាហារឲ្យកុមារនេះបរិភោគឲ្យបានឆ្អែតស្កប់ស្កល់ទៅបានខ្មោចយក្សមិច្ឆាទិដ្ឋិទទួលព្រមធ្វើតាមទើបនិយាយផ្ដាំទៅសម្លាញ់ថាបើខ្ញុំទៅរកអាហារមិនទាន់ត្រឡប់មកដរាបណាអ្នកត្រូវរងចាំខ្ញុំដរាបនោះផ្ដាំហើយក៏ចូលទៅក្នុងនគរដើររកអាហារទៅដល់ព្រះរាជដំណាក់បានប្រទះឃើញភាជន៍មាសធំមួយដែលពេញទៅដោយអាហាររសឆ្ងាញ់អាហារនោះជាព្រះស្ងោយសម្រាប់ព្រះបាទអាជាតសត្រូវក៏នាំយកភាជន៍នោះមកឲ្យកុមារបរិភោគមកចិត្តដល់បាននិមិត្តខ្លួនដូចជាបិតារបស់កុមារចាត់ចែងឲ្យកុមារបរិភោគដរាបដល់ឆ្អែតហើយសរសេរអក្សរភ្ជាប់នឹងភាជន៍មាសថាពាក្យថាពុទ្ធាំងគឺកុមារកូនបុរសអ្នកលក់អស់បានពោលហើយសេចក្តីព្យាយាមនេះគឺខ្ញុំបានធ្វើឲ្យជាទណ្ឌកម្មហើយអធិដ្ឋានអក្សរនោះឲ្យស្ដេចតតកុំខានដូច្នេះហើយខ្មោចយក្សទាំងពីរនាក់ក៏បបួលគ្នាជៀសចេញអំពីទីនោះទៅវេលាព្រឹកឡើងពេលព្រះមហាក្សត្រនិងសោយព្រះស្ងោយពួកព្រះរាជបម្រើរកភាជន៍នោះពុំឃើញឡើយកោឡាហលកើតឡើងក្នុងព្រះរាជដំណាក់ទើបព្រះមហាក្សត្រចាត់រាជបុរសឲ្យស៊ើបដំណឹងរករាជបុរសបានទៅរកឃើញនៅក្នុងរទេះរបស់បុរសអ្នកលក់អុសនោះក៏ចាប់កុមារដែលនៅចាំរទេះនោះទៅថ្វាយស្ដេចពេលនោះព្រះមហាក្សត្របានតតឃើញអក្សរដែលខ្មោចយក្សសរសេរភ្ជាប់នឹងភាជន៍មាសនោះហើយក៏មានព្រះទ័យសោមនស្សជ្រះថ្លាចំពោះកុមារបានព្រះរាជទានជាសេដ្ឋីដល់កុមារនោះ